បាទសូមគោរពសួស្តីពុកម៉ែបងប្អូនអរគ្នាបាទថ្ងៃនេះគឺខ្ញុំបាទK-Byte Channel បាទសង្ឃឹមថាបងប្អូននឹងជួយគាំទ្រនៅ Channel ថ្មីខ្ញុំបាទនេះផងព្រោះនេះជាវីដេអូទី1ដែលខ្ញុំបាទធ្វើចែកជូនបងប្អូនហើយនឹងមានវីដេអូក្រោយៗទៀតបើសិនជាបងប្អូនចង់បានអាច comment នៅខាងក្រោមវីដេអូខ្ញុំបាទបានខ្ញុំនឹងធ្វើការស្រាវជ្រាវនិងសិក្សាស្វែងយល់យកមកបង្ហាញចែកជូនដល់បងប្អូនអ្នកដែលតាមដានទស្សនានៅ Channel K-Byte ខ្ញុំនេះផងដែរបាទអញ្ចឹងយើងកុំឲ្យថាពេលវេលាយូរយើងមកចូលទៅកាន់ព័ត៌មានតទៅទៅនឹងម៉ូតូរបស់យើងគឺប្រភេទBMW S1000 RR ឆ្នាំ2025បាទហើយសម្រាប់ម៉ូតូនេះផងដែរតទៅទៅនឹងតម្លៃរបស់វាគឺក្រាស់ក្រៅគួរសមដែរបាទតម្លៃបច្ចុប្បន្ននៅស្រុកខ្មែររបស់យើងដែលវាមិនទាន់បានបញ្ចូលពន្ធត្រឹមត្រូវទេគឺតម្លៃស៊ីនតែម្ដងនាំចូលមកដល់ស្រុកខ្មែរគឺតម្លៃ 25,000 ចឹងសម្រាប់បងប្អូនដែលចង់បានអាចពិចារណាមើលបានតម្លៃវាគឺ 25,000 បាទអានេះគឺយើងគិតតែតម្លៃនាំចូលមកទេមិនតាន់បានគិតបញ្ចូលជាមួយនឹងពន្ធឡើយទេបាទហើយសម្រាប់ការបូកជាមួយនឹងពន្ធបាទផ្លាកលេខឬក៏ឯកសារអីផ្សេងទិញលក់អីដោះដូរអីហ្នឹងអាស្រ័យទៅតាមម្ចាស់ហាងឬក៏ទីតាំងឬក៏បងប្អូនយើងដែលគាត់ជាអ្នកលក់បាទនេះទេគឺតាមនេះផ្ទាល់ខ្លួនរបស់គាត់ទេទៅនឹងតម្លៃគឺខុសគ្នាតិចតួចតែប៉ុណ្ណោះបាទហើយសម្រាប់តម្លៃស៊ីននាំចូលមកដល់ស្រុកខ្មែរយើងគឺ 25,000 បាទអាហ្នឹងគិតប្រភេទម៉ូតូទៀតបាទអត់តមានគ្រឿងលេងទេសំណុំស៊ីនហើយពណ៌ទៀតសម្រាប់ប្រភេទពណ៌សនេះតម្លៃវាដូចជាក្រាស់ជាងថ្លៃជាងអាពណ៌ខ្មៅដូចជាមានតែ2ទេបាទមានពណ៌សនិងពណ៌ខ្មៅបាទវាដូចជាមិនខ្មៅខ្មៅពេកឬខ្មៅស្រាលហ្មងបាទមិនមែនខ្មៅក្រាស់ណាឬខ្មៅស្រាលទេសម្រាប់BM 025នេះដូចជាមាន2ពណ៌តែប៉ុណ្ណោះហើយអាម៉ូតូសម្រាប់លេងគ្រឿងផ្សេងក្រោយទៀតគឺអត់តមានចេញទេបាទចឹងសម្រាប់បងប្អូនដែលចង់បានអាចចារណាមើលបានទៅទៅនឹងតម្លៃវាគឺ 25,000 ហើយសង្ឃឹមថាបងប្អូននឹងពេញចិត្តនៅវីដេអូនេះព្រោះនេះវាជាវីដេអូទី1ហើយខ្ញុំក៏អត់ចង់បើនិយាយច្រើនទៅនឹងព័ត៌មានអីផ្សេងពីតម្លៃដែរក៏លោកបងប្អូនសាំបើព្រោះចង់បានឲ្យបងប្អូនជួយ Subscribe នៅ Channel YouTube ថ្មីនេះអ្នកមួយផងហើយខ្ញុំបាននឹងមានវីដេអូថ្មីបន្តទៀតតទៅនឹងម៉ូតូឬក៏ឡានបាទដែលនឹងចេញថ្មីឬក៏តទៅនឹង speed បាទ spec ម៉ូតូអីហ្នឹងបាទគ្រឿងក្រៅដែលបងប្អូនគាត់ថាចង់ដឹងអាចសួរនាំនៅក្នុង comment បានខ្ញុំនឹងធ្វើជូនបងប្អូនបាទជាបន្តទៀតចឹងអរគុណច្រើនមែនទែនសម្រាប់ការតាមដានសូមបងប្អូននឹងជួយចុច like Subscribe បាទព្យាយាម comment សួរនៅព័ត៌មានផ្សេងទៅនឹងម៉ូតូឲ្យបានច្រើនខ្ញុំនឹងមានបាទការធ្វើវីដេអូនៅថ្មីបាទនិយាយចំទៅបើសិនជាបងប្អូនជួយ comment ជួយអីចឹងទៅខ្ញុំនឹងដឹងពីគោលបំណងដែលបងប្អូនចង់តាមដានខ្ញុំនឹងស្វែងយល់ពីបាទពីសំណួរដែលបងប្អូនបានសួរអញ្ចឹងចេះតែមានវីដេអូផុសជូនបងប្អូនទស្សនាជាប្រចាំបាទអញ្ចឹងអរគុណច្រើនមែនទែនសម្រាប់ការតាមដានសូមបងប្អូនកុំភ្លេចជួយចុច like និង Subscribe បាយបាយ